ម៉ាស៊ីនរបស់យើងជាប់ជាមួយទឹករត់តែម្ដងអញ្ចឹងចេញពីទឹករត់មកនៅក្នុងម៉ាស៊ីនវាមានតម្រងគេហៅថា water filter នេះ water filter គេ remove អីខ្លះអញ្ចឹងពេលតែដល់ទឹកយើងដែលចូលមកចូលនៅក្នុង filter មកចូលក្នុង filter នេះវា remove បាទវា remove sediment rust leak chlorine bacteria ហើយក្លិនបាទវាមានថាវា remove ក្លិនបាទមានថាវាបំបត្តិក្លិនវាបំបត្តិដីវាបំបត្តិក្លបំបត្តិបាក់តេរីអីផ្សេងដោយប្រើប្រាស់ function ហ្នឹងតែម្ដងអញ្ចឹងវាមានន័យថាទឹកដែលយើងពីរត់នេះទឹករត់នេះគឺវាល្អមួយហើយបាទយើងហៅថាទឹកស្អាតហើយទឹកស្អាតចូលមកនេះសម្អាតបន្តទៀតហើយបានទឹកនឹងរុញចូលនៅក្នុងបន្ទុកអេគីសនីអានេះគេហៅបន្ទុកអេគីសនីបាទបន្ទុកអេគីសនីគេហៅថា electrolysis chamber មានថាបន្ទុកអេគីសនីនេះគឺយើងមានប្រទេសផ្លាក់ទីមិញប្រទេសផ្លាក់ទីនេះប្រហែលថាឥឡូវ DKH ប្រទេសផ្លាក់ទី8អញ្ចឹងប្រទេសផ្លាក់ទី8ហ្នឹងវាធ្វើប្រតិកម្មនេះវាធ្វើប្រតិកម្មគីមីជាមួយទឹកហើយនឹងភ្លើងបាទហើយនឹងមានសារធាតុអីផ្សេងតែនៅក្នុងប្រទេសផ្លាក់ទីដែលយើងអត់ដឹងវាជាបច្ចេកទេសរបស់ជប៉ុនចឹងណាអញ្ចឹងវាធ្វើអគិសនីភាពទៅបានវាផលិតទឹកចេញជា2នេះអញ្ចឹងយើងមានតយោ2អញ្ចឹងម៉ាស៊ីនយើងមានតយោ2តយោមួយគេហៅថាតយោមួយគឺវាញែកអាស៊ីតចេញបាទតយោមួយវាញែកអាស៊ីតចេញហើយតយោមួយទៀតវាផលិតបាននៅទឹកខាន់ហ្គែនអញ្ចឹងកាលណាយើងនិយាយពីទឹកខាន់ហ្គែនគឺយើងសំដៅទៅលើទឹកដែលមាន pH ចាប់ពី 8.5 ទៅអញ្ចឹងវាផលិតបានទឹក 8.5 9.5 និង 9.5 ឃើញទេអញ្ចឹងតយោ2អញ្ចឹងអាទឹកនេះគឺខ្ទង់ប្រហែលជា35ទៅ 40% ដែលយើងចាក់វាចោលអញ្ចឹងអាទឹកដែលយើងទទួលបានដែលយើងក្រងយកមកញ៉ាំគឺទឹកខាន់ហ្គែនគឺទឹកខាន់ហ្គែនគឺខ្ទង់ប្រហែលជា 60% ទេអញ្ចឹងពេលថាខាន់ហ្គែនហ្នឹងជាភាសារបស់ជប៉ុនខាន់ហ្គែនហ្នឹងគឺភាសាជប៉ុនប្រែថាត្រឡប់មករកភាពដើមវិញមានន័យថា return to origin ត្រឡប់មករកភាពដើមវិញគឺថាយើងញ៉ាំទៅចូលសុខភាពរបស់យើង